ការចាប់ផ្ដើមប្រើប្រាស់យុទ្ធសាស្ត្រ Defeat យុទ្ធសាស្ត្រ Defeat ត្រូវបានសម្ដេចតេជោហ៊ុនសែនចាប់ផ្ដើមប្រើប្រាស់ដំបូងនៅអំឡុងពេលនៃការចាប់ផ្ដើមចរចាស្វែងរកសន្តិភាពជូនប្រទេសជាតិនៅអំឡុងទសវត្សរ៍ឆ្នាំ1980រវាងភាគីរដ្ឋកម្ពុជានិងរដ្ឋាភិបាលចម្រុះត្រីភាគីដែលរួមមានដូចជារណសិរ្សហ្វុនស៊ិនប៉ិចរណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរនិងកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមស្របគ្នានោះក្នុងនាមជានាយករដ្ឋមន្ត្រីសម្ដេចតេជោហ៊ុនសែនបានធ្វើចលនាសហគមន៍អន្តរជាតិឲ្យកែប្រែនៅឥរិយាបថរបស់ពួកគេចំពោះខ្មែរក្រហមដែលជាអ្នកទទួលខុសត្រូវចំពោះការស្លាប់របស់ប្រជាពលរដ្ឋខ្មែរជាង3លាននាក់នៅអំឡុងពេលខ្លួនកាន់កាប់ដឹកនាំប្រទេសចន្លោះពីថ្ងៃទី17ខែមេសាឆ្នាំ1975ដល់ថ្ងៃទី6ខែមករាឆ្នាំ1979សម្ដេចតេជោហ៊ុនសែនបានប្រើប្រាស់យុទ្ធសាស្ត្រពីរផ្គូផ្គ្នាដើម្បីបំបែកក្រុមខ្មែរក្រហមចេញពីចលនាត្រីភាគីនោះគឺយុទ្ធសាស្ត្របំបែកនិងធ្វើឲ្យឯកោយុទ្ធសាស្ត្របំបែកគឺបំបែកក្រុមខ្មែរក្រហមចេញពីក្រុមចលនាផ្សេងទៀតតាមរយៈការគៀកោញែកបំបែកក្រុមចលនាផ្សេងឲ្យមកចូលរួមក្នុងដំណើរការសន្តិភាព